ខ្ចីលុយគេអត់ខ្មាស់គេអ្វីដែលខ្មាស់ខ្ចីលុយគេអត់សោះតែបើសិនជាយើងខ្ចីលុយគេហើយយើងយកទៅពង្រីកអាជីវកម្មអត់ខ្មាស់ទេបងយើងមិនជំរុញលើកទឹកចិត្តដល់សាធារណជននៅក្នុងការទៅខ្ចីលុយដើម្បីទៅប្រកបមុខរបរណាដែលអត់អាចផ្ដល់ប្រាក់ចំណូលមកយើងបានទេឧទាហរណ៍ពេលខ្លះទិញតាក់ទងឡានទិញអីអាចមានបងប៉ុន្តែយើងតោងថាយើងត្រូវពិចារណាមុនតើយើងពិតជាត្រូវការហ្នឹងមែនអត់មុននឹងសម្រេចចិត្តទៅខ្ចី$10000ដើម្បីទៅទិញឡានថ្មីតើយើងអាចជិះម៉ូតូបដោះអាសន្នបានអត់អាហ្នឹងណាត្រូវមើលអីគេបងដើម្បីការពារខ្លួនឯងកុំឲ្យខូចនៅ CBC ព័ត៌មានគឺយើងកត់ត្រារៀងរាល់ខែអញ្ចឹងវាអាចពេលខ្លះខែហ្នឹងគាត់ខកខាននៅក្នុងការបង់វាចេញយឺតម្ដងខែក្រោយយឺតទៀតខែក្រោយយឺតទៀតខែក្រោយយឺតទៀតវាធ្វើឲ្យប្រវត្តិគាត់ដែលមាននៅក្នុងប្រព័ន្ធចែកលេខព័ត៌មានហ្នឹងកាន់តែយឺតពីមួយខែទៅមួយខែអាហ្នឹងណាអាហ្នឹងហើយគេហៅថាខូចបាទទាំងអស់គ្នាកម្ចីសំខាន់មែនទែននៅក្នុងសេដ្ឋកិច្ចនៅក្នុងការរកស៊ីហើយនៅក្នុងការរស់នៅយើងតែងតែនាំគ្នាចង់បានកម្ចីបាទដើម្បីធ្វើម៉េចអភិវឌ្ឍខ្លួនឯងអភិវឌ្ឍចំណូលអីឲ្យវាបានច្រើនជាងមុនណាប៉ុន្តែជាក់ស្ដែងបាទមានគ្នាយើងមួយចំនួនប្រើកម្ចីអត់ចំគោលដៅទេបាទអ្នកខ្លះប្រើកម្ចីយូរទៅរហូតដល់ខូចឈ្មោះទៀតបាទហើយថ្ងៃនេះមានវាគ្មិនពិសេសមួយរូបបាទបងគឺគាត់ជា CEO របស់ CBC ផ្ទាល់តែម្ដងហើយគាត់នឹងប្រហើបមកអូយគំនិតល្អមែនតើបាទជាពិសេសគឺសំខាន់ណាស់សម្រាប់បងប្អូនដែលយកកម្ចីបាទជាពិសេសគឺកម្ចីពីធនាគារបាទយកទៅប្រើឲ្យវាបានត្រូវហើយមុននឹងយកទៅប្រើតោះគ្នាត្រូវដឹងធ្វើបែបណាកុំឲ្យខ្ចីលុយទៅវាខូចឈ្មោះបាទអញ្ចឹងជំរាបសួរបងបាទជំរាបសួរបងបាទអញ្ចឹងមកដល់ពេលនេះគឺឃើញមានបងប្អូនកំពុងតែយកកម្ចីច្រើនណាបងបាទប្រហែលជាប្រមាណលានអ្នកដែរនៅក្នុងប្រព័ន្ធរបស់ CBC តាមពិតបើសិនជាបងមើលថាកំណត់ត្រាត្រឹមខែ4ឆ្នាំ2025ហ្នឹងយើងមានអតិថិជនដែលគាត់កំពុងតែប្រើប្រាស់ឥណទានសរុបនៅក្នុងទីផ្សាររបស់យើងមានប្រហែលជាខ្ទង់5លាននាក់ហើយបងហ្នឹងណាបាទភាគច្រើនគឺពួកគាត់យកកម្ចីឬធ្វើអីក្នុងចំណោម5លាននាក់ហ្នឹងយើងអាចនិយាយបានថា 80% នៃអ្នកដែលខ្ចីហ្នឹងគឺគាត់យកទៅប្រើប្រាស់ដើម្បីអាជីវកម្មបាទមានប្រហែលជា 30% គឺគាត់យកទៅប្រើប្រាស់របៀបលក្ខណៈក្នុងការទិញឡានក្នុងការទិញម៉ូតូជាមួយនឹងការប្រើប្រាស់ personal ផ្សេងទៀតអញ្ចឹងសឹងតែ 70% ជាងគឺដើម្បីពង្រីកអាជីវកម្មផងគាត់ខ្ញុំជឿថាបងប្អូននៅកំពុងមើលនេះក៏បានយកកម្ចីយកទៅប្រើរួចទៅហើយបងនៅពេលដែលយកទៅប្រើបានខ្ចីលុយធនាគារហើយនេះគ្នាយើងមួយចំនួនគឺគាត់ពេលខ្លះរកស៊ីខាតទៅក៏ទប់ជាមួយនឹងធនាគារអត់បានទេបាទអញ្ចឹងទេគឺវាធ្វើឲ្យខូចឈ្មោះបាទនៅ CBC នៅកន្លែងបងផ្ទាល់តែម្ដងអញ្ចឹងចង់ឲ្យបងបញ្យល់តិចថាតើ CBC ហ្នឹងស្អីគេទៅហើយវាសំខាន់យ៉ាងម៉េចសម្រាប់បងប្អូនដែលបានយកកម្ចីហ្នឹងបាទបងល្អមែនតើតាមពិតយើងនិយាយថាពាក្យ CBC ហ្នឹងតាមពិតពាក្យពេញ Credit Bureau Cambodia បើយើងនិយាយខ្មែរបានថាការិយាល័យឥណទានកម្ពុជាតាមពិតវាគឺជាកន្លែងមួយដែលធ្វើការប្រមូលគ្រប់គ្រងនិងបែងចែកព័ត៌មានឥណទាននៅក្នុងប្រទេសរបស់យើងទាំងមូលបាទអញ្ចឹងបានថាម៉េចបាទថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់គឺគាត់បានផ្ដល់ព័ត៌មានហ្នឹងមកឲ្យ CBC ហើយ CBC បានថាធ្វើការចងក្រងព័ត៌មានហ្នឹងហើយយើងធ្វើម៉េចបែងចែកព័ត៌មានហ្នឹងទៅឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវិញដើម្បីធ្វើម៉េចអាចគាត់សម្រេចចិត្តផ្ដល់ឥណទានជូនប្រជាពលរដ្ឋហ្នឹងប្រកបដោយការទទួលខុសត្រូវហ្នឹងគឺជាចំណុចសំខាន់បងបាទអញ្ចឹងមកដល់ពេលបច្ចុប្បន្ននេះបាទគឺអ្នកដែលបានខ្ចីកម្ចីទៅបើសិនបើខូចឈ្មោះគឺនៅក្នុងបញ្ជីបងទាំងអស់យើងអាចនិយាយថាដោយសារតែប្រព័ន្ធហ្នឹងគឺយើងប្រមូលព័ត៌មានទាំងពីរប្រភេទគេហៅថាព័ត៌មានបែបវិជ្ជមាននិងព័ត៌មានបែបអវិជ្ជមានបាទនិយាយបានថាម៉េចយើងកត់ត្រាព័ត៌មានទាំងថាតើអតិថិជនមួយហ្នឹងគឺគាត់ខ្ចីចំនួនប្រមាណគាត់ខ្ចីយកទៅធ្វើស្អីខ្លះហើយការបង់សងផងគាត់របៀបម៉េចដែរទិន្នន័យអវិជ្ជមានបានថាយើងកត់ត្រាថាតើការបង់សងផងគាត់ទៀងទាត់អត់តើគាត់យឺតរយៈពេលប្រហែលថ្ងៃហើយថាតើឥណទានហ្នឹងរហូតទៅដល់លុបចេញពីបញ្ជីអត់អញ្ចឹងបើយើងនិយាយសង្ខេបទាំងទិន្នន័យអាក្រក់ទាំងទិន្នន័យល្អគឺយើងកត់ត្រានៅក្នុងទាំងអស់បងអូបាទហើយមានចាត់ចំណាត់ថ្នាក់អីបងនៅក្នុងហ្នឹងគេថាហីដូច
កូនសិស្សរៀនអញ្ចឹងណាបាន A បាន B បាន C អីចឹងណាក្នុងហ្នឹងយើងអាចមានមួយដោយសារតែបើសិនជាធ្លាប់ឮយើងមានបន្ទុកអន្តរជាតិដូចបងនិយាយអញ្ចឹងវាអាចចំណាក់ណាកូនសិស្សរៀនវាមានណា grade A grade B grade C ហើយជាទូទៅពីព័ត៌មានអន្តរជាតិដែលយើងមាននៅក្នុងប្រព័ន្ធហ្នឹងយើងចាប់ផ្ដើមរៀបចំបាទថាចំណាត់ថ្នាក់ប៉ុនគាត់ដែលយើងប្រយុទ្ធទៅជាគេហៅថាបន្ទុកអន្តរជាតិឬក៏មួយទៀតយើងហៅថា K score K score ហ្នឹងបានថាវានឹងព្យាយាមទស្សន៍ទាយលទ្ធភាពនៅក្នុងការបង់សងបណ្ណអតិថិជនហើយជាទូទៅ K score ហ្នឹងយើងមានតែបន្ទុករបស់យើងមានពី100រហូតដល់1400បានន័យថាមិនអតិថិជនដែលបានបន្ទុក K score កាន់តែខ្ពស់បានថាលទ្ធភាពនៅក្នុងការបង់សងយឺតកាន់តែតិចវាដូចថាបើសិនជាកូនសិស្សនឹងរៀនបានឧទាហរណ៍ថា100បន្ទុកកូនសិស្សល្អកូនសិស្សរៀនបានឧទាហរណ៍10បន្ទុក20បន្ទុកអញ្ចឹងកូនសិស្សហ្នឹងប្រហែលជាត្រូវការរៀនសូត្របន្ថែមទៀតបាទវាដូចគ្នាដែរបើសិនជាអតិថិជនដែលគាត់បាន K score តិចបានន័យថាគាត់អាចមានហានិភ័យខ្ពស់បាទអញ្ចឹងបាទថាបើសិនជាធនាគារត្រូវការឲ្យកម្ចីគាត់ធនាគារអាចមានលក្ខខណ្ឌមួយចំនួនក៏ត្រូវការមើលបន្ថែមបាទបងបាទចឹងអូយសំខាន់មែនតើបាទទាំងអស់គ្នាត្រូវធ្វើបែបណាយកបន្ទុកនៅលើ CBC ឲ្យបានខ្ពស់មែនទេបងតើធនាគារដែលគាត់ឲ្យកម្ចីគេឲ្យកម្ចីគេមើលអ្នកដែលខ្ពស់ខ្ពស់ចឹងហ៎បងអ្នកដែលយើងតែនាំគ្នានិយាយថា credit ណាបាទភាគច្រើនគេអាចនិយាយមកអញ្ចឹងប៉ុន្តែតាមពិតបងមើលថា CBC តមតែបង្កើតបាន13ឆ្នាំទេប៉ុន្តែវិស័យធនាគារនៅក្នុងស្រុកខ្មែរយើងក៏កើតបាន40-50ឆ្នាំហើយតាមពិតធនាគារមួយគាត់តែងតែមានក្របខ័ណ្ឌនៅក្នុងការផ្ដល់ឥណទានទោះបីជាក្របខ័ណ្ឌនៅក្នុងការផ្ដល់ឥណទានធនាគារមួយមានលក្ខណៈខុសគ្នាក្តីប៉ុន្តែក៏វាមានសន្តានដូចគ្នាមួយចំនួនជាទូទៅធនាគារគាត់នឹងវិភាគអីថាតើអតិថិជននឹងប្រើប្រាស់ឥណទានឬស្នើសុំឥណទានយកទៅធ្វើអីគោលបំណងតើចង់យកទៅពង្រីកអាជីវកម្មឬក៏ចង់យកទៅទិញសម្ភារៈផ្សេងឧទាហរណ៍ហើយខ្ញុំជឿថាធនាគារគាត់នឹងសិក្សាតាក់ទងលំហូរសាច់ប្រាក់របស់អតិថិជនថាតើយើងមានចំណូលប្រមាណយើងមានចំណាយប្រមាណថាតើលុយដែលយើងសល់នឹងប្រមាណចុងក្រោយធនាគារគាត់នឹងវិភាគអំពីលទ្ធភាពនៅក្នុងការបង់សងបើសិនជាយើងមានចំណូលមួយខែ1000ហើយយើងចាយបានអស់500យើងសល់500ថាតើយើងគួរទៅបង់សងធនាគារប្រមាណទៀតអាហ្នឹងណាតាមពិតការ check មើលប្រវត្តិឥណទានឬក៏ការ check មើល case score វាគ្រាន់តែជាគេហៅថាឧបករណ៍បន្ថែមដើម្បីឲ្យធនាគារគាត់ដឹងពីប្រវត្តិនៅក្នុងការប្រើប្រាស់ឥណទានរបស់អតិថិជនថាតើអតិថិជនហ្នឹងគាត់ធ្លាប់មានប្រវត្តិណាមិនដែរត្រឡប់បង់ប៉ុណ្ណាត្រឡប់បង់ល្អមិនល្អហ្នឹងណាបាទវាជាជំហានចុងក្រោយយើងសម្រាប់ធនាគារមួយវាអាចមានពីររឿងដែលយើងមើលបងធនាគារមួយចំនួនគាត់យក CBC ហ្នឹងនៅខាងមុខធនាគារមួយចំនួនយក CBC ហ្នឹងអាចនៅរៀងក្រោយខ្ញុំអាចនិយាយអញ្ចឹងវាអាចខុសគ្នាមិនបងធនាគារមួយចំនួនដែលគាត់យកទៅខាងមុខបានថាមិននៅពេលដែលអតិថិជនតាក់ទងទៅគាត់ដើម្បីស្នើសុំប្រាក់កម្ចីគាត់មានច្បាប់ប៉ុនគាត់ទេថាអ្នកឯងត្រូវតែធ្វើម៉េចឲ្យ pass ឬក៏ឲ្យជាប់តាក់ទងរឿង CBC សិនគាត់ថាបើសិនជាអ្នកឯងមាន loan 3ខ្ញុំអត់ឲ្យទេបើអ្នកឯងមាន case score ប៉ុណ្នេះអត់ឲ្យអញ្ចឹងគាត់អត់ចង់តំណែងមកអតិថិជនច្រើននាំឲ្យសុំព័ត៌មានច្រើនចុងក្រោយយើង reject ក៏អត់បានដែរអ្នកខ្លះក៏ដាក់ CBC នៅខាងមុខអាហ្នឹងណាដល់ពេលជាប់ CBC ហើយគាត់នឹងបន្តទៅទៀតតែធនាគារមួយចំនួនគាត់អាចដាក់នៅរៀងក្រោយបន្តិចតើយើងសិក្សាពីអតិថិជនហើយចុងក្រោយគាត់អាច check មើលប្រវត្តិមើលបើប្រវត្តិល្អហើយគាត់នឹងឲ្យទៅអាហ្នឹងណាអញ្ចឹងវាអាចមានលក្ខណៈខុសគ្នាបន្តិចមកហ្នឹងបងបានបញ្យល់ថានៅក្នុងប្រព័ន្ធ CBC គឺយើងមានអាបន្ទុកល្អទៅអាវិជ្ជមានទៅយើងមានអាវិជ្ជមានបាទតើយើងមានអាបន្ទុកមួយដែលថាធនាគារគាត់ណាឃើញបន្ទុកហ្នឹងគឺគាត់លែងឲ្យកម្ចីហ្មងជាទូទៅយើងអាចនិយាយថា CBC វាមិនមែនជាប្រព័ន្ធគេហៅថា blacklist ទេបងអញ្ចឹងយើងអត់និយាយថាអតិថិជនហ្នឹងគឺជាអតិថិជនខូចអតិថិជនហ្នឹងគឺជាអតិថិជនអត់ខូចទេហើយធនាគារអ្នកឯងគួរតែឲ្យលើអតិថិជននេះមិនឲ្យលើអតិថិជននេះគឺយើងអត់មានជា blacklist ទេតាមពិតការសម្រេចចិត្តគឺអាស្រ័យទៅលើធនាគារទាំងអស់ព្រោះធនាគារមួយគាត់មានកម្រិតហានិភ័យខុសៗគ្នាបងមែនទេធនាគារមួយចំនួនគាត់ប្រាប់ថាហានិភ័យខ្ញុំគឺតែប៉ុណ្ណេះទេអញ្ចឹងបើសិនជាអ្នកឯងមានប្រវត្តិប៉ុណ្ណឹងខ្ញុំអត់អាចគ្រប់គ្រងហានិភ័យនឹងបានទេធនាគារមួយចំនួនទៀតគាត់អាចទម្លាក់កម្រិតហានិភ័យគាត់រៀងចុះបន្តិចដើម្បីធ្វើម៉េចបើសិនជាអ្នកឯងមានកម្រិតហានិភ័យខ្ពស់ខ្ញុំនៅតែផ្ដល់ឲ្យប៉ុន្តែខ្ញុំសុំយកការប្រាក់ខ្ពស់បន្តិចខ្ញុំមានលក្ខខណ្ឌអីរៀងតឹងរឹងបន្តិចអាហ្នឹងណាបាទខ្ញុំជួបមួយធនាគារមួយចំនួនបាទបងដែលជាប្រធានសាខាហើយគាត់ប្រាប់មកថាម្នាក់ហ្នឹងខ្ចីលុយអត់បានទេដោយសារខូច CBC ហើយអាខូចហ្នឹងណាបងអាចបញ្យល់ទៅដល់បងប្អូនដែលជាអ្នកស្ដាប់
ហើយជាពិសេសគឺបងប្អូនដែលនិយាយរួមខ្ញុំជឿថាទាំងអស់គ្នាប្រកាសជាត្រូវការកម្ចីបាទដើម្បីឲ្យជីវិតយើងវារីកចម្រើនអាជីវកម្មយើងវាទៅមុខកាន់តែខ្លាំងវាយើងត្រូវការកម្ចីហ្នឹងគឺសឹងតែអត់មិនបានណាប៉ុន្តែតើបងប្អូនត្រូវមើលអីគេបងដើម្បីការពារខ្លួនឯងកុំឲ្យខូចនៅ CBC មុននឹងទៅដល់ហ្នឹងអាចបញ្ជាក់បន្តិចដល់ឲ្យបងនិយាយមកមិញថាពាក្យងាយស្រួលដែលគាត់និយាយថាខូច CBC ចុះពាក្យងាយស្រួលហ្នឹងណាតែតាមពិតដូចយើងបញ្ជាក់មិញអញ្ចឹងវាអត់មានអីដែលប្រាប់ថាខូចទេដោយសារតែវាមានតែព្រោះយើងកត់ត្រាទាំងពីរទាំងព័ត៌មានបែបវិជ្ជមាននិងព័ត៌មានបែបអវិជ្ជមានហ្នឹងណាបាទប៉ុន្តែជាក់ស្ដែងត្រូវហើយវាអាចមានអតិជនមួយចំនួនគាត់ខកខាននៅក្នុងការបង់សងទៅវិញឧទាហរណ៍ថាគាត់ត្រូវបង់ឲ្យធនាគារវិញនៅថ្ងៃទី1គាត់ខកខាននៅក្នុងការបង់ទៅថ្ងៃទី1ប៉ុន្តែដោយសារតែព័ត៌មានគឺយើងកត់ត្រារៀងរាល់ខែអញ្ចឹងវាអាចពេលខ្លះខែហ្នឹងគាត់ខកខាននៅក្នុងការបង់វាចេញយឺតម្ដងខែក្រោយយឺតទៀតខែក្រោយយឺតទៀតខែក្រោយយឺតទៀតវាធ្វើឲ្យប្រវត្តិគាត់ដែលមាននៅក្នុងប្រព័ន្ធចែកដីព័ត៌មានហ្នឹងកាន់តែយឺតពីមួយខែទៅមួយខែអាហ្នឹងណាអាហ្នឹងហើយគេហៅថាខូច អាហ្នឹងហើយប្រហែលជាគាត់ចង់សំដៅទៅលើថាប្រវត្តិខូចហើយការបង់សងអ្នកខ្លះគាត់យឺតពីមួយខែទៅមួយខែរហូតដល់30ថ្ងៃ90ថ្ងៃរហូតដល់100ថ្ងៃជាងប្រហែលជាគាត់ចង់សំដៅលើហ្នឹងអាហ្នឹងណាបាទហើយជាទូទៅឥឡូវឧទាហរណ៍ថាយើងក៏មានក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ថាព័ត៌មានបែបវិជ្ជមានយើងនឹងទុករយៈពេល10ឆ្នាំហើយទិន្នន័យបែបអវិជ្ជមានឬក៏និយាយថាបើសិនជាយើងធ្លាប់បង់សងយឺតពី90ថ្ងៃឡើងលើគេទុករយៈពេលតែ3ឆ្នាំទេបន្ទាប់ពីយើងបានបង់ផ្ដាច់ឥណទាននឹងឡើងវិញអញ្ចឹងបែរថាបើសិនជាយើងពីមុនមកធ្លាប់មានប្រវត្តិនៅក្នុងការបង់សងយឺតលើសពី90ថ្ងៃឥឡូវយើងបង់ផ្ដាច់ហើយគេនឹងរាប់ពីថ្ងៃដែលយើងបង់ផ្ដាច់ហ្នឹងគេទុកព័ត៌មានហ្នឹងតើរយៈពេល3ឆ្នាំទេក្រោយពី3ឆ្នាំទិន្នន័យហ្នឹងត្រូវដកចេញពីប្រវត្តិអូតូម៉ាទិកក៏ទៅ CBC សំខាន់ណាស់បងការពារវិស័យហិរញ្ញវត្ថុយើងខ្លាំងហ្នឹងបងគិតអញ្ចឹងហ្នឹងបងធំត្រូវបងតាមពិតបើសិនជាយើងនិយាយថា CBC មិនត្រឹមតែជួយកសាងប្រវត្តិឥណទានដល់សាធារណជនដើម្បីបង្កភាពងាយស្រួលឲ្យគាត់នឹងអាចទទួលបានឥណទានទេវាជួយដល់គ្រឹះស្ថានមួយដើម្បីយល់អំពីអតិជនកាន់តែច្បាស់ជាងមុនហើយផ្ដល់ឥណទានឲ្យទទួលខុសត្រូវបានន័យថាធនាគារអាចមានលទ្ធភាពផ្ដល់កម្ចីទៅកុំឲ្យខុសបាទគឺចំហ្មងសុទ្ធតែមនុស្សល្អគឺបានកម្ចីច្រើនការប្រាក់ទាបបាទគឺដឹងល្អមិនល្អគឺត្រូវឆ្លងពីបងទៅហើយនេះបាទអញ្ចឹងនេះគឺជាស្ថាប័នមួយបាទជាក្រុមហ៊ុនមួយដែលសំខាន់ខ្លាំងបាទនៅក្នុងវិស័យឥណទាននៅស្រុកខ្មែរយើងហើយមកដល់ពេលនេះ CBC បង្កើតប្រហែលឆ្នាំហើយបងតែពិត CBC យើងបង្កើតតាំងពីឆ្នាំ2012មកអញ្ចឹងមកដល់ពេលហ្នឹងមានរយៈពេល13ឆ្នាំហើយបងបាទអញ្ចឹងតាំងពី2012មកគឺទិន្នន័យបងប្អូនអ្នកខ្ចីទាំងអស់នៅទីនេះទាំងអស់យើងអាចនិយាយថាទោះបីជាយើងគឺជាក្រុមហ៊ុនឯកជនក្តីក្រមអាណាព្យាបាលនៃធនាគារនៃកម្ពុជាប៉ុន្តែយើងហាក់ដូចជាយើងបានបម្រើទៅជាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសយើងមួយនៅក្នុងការគ្រប់គ្រងហើយធ្វើម៉េចឲ្យមានលំហូរព័ត៌មានហ្នឹងបាទហើយនៅក្នុងវីដេអូនេះខ្ញុំឆ្លាញ់ពីគំនិតដែលចង់ជាចំណេះដឹងចែកទៅដល់អ្នកទាំងអស់គ្នាទី1គឺព័ត៌មានវិជ្ជមានបងអាចប្រហែលតិចបានទេព័ត៌មានវិជ្ជមានអីខ្លះដែល CBC កត់ត្រានៅក្នុងប្រព័ន្ធសប្តាហ៍ពីអ្នកដែលបានប្រើឥណទានបើសិនជាបងមើលព័ត៌មានវិជ្ជមានត្រូវហើយយើងដឹងថាអតិជនម្នាក់តើគាត់ប្រើប្រាស់ឥណទានចំនួនប្រមាណគាត់ប្រើប្រាស់នៅស្ថាប័នណាការបង់សងផិនគាត់បង់សងជាលក្ខណៈរបៀបម៉េចបង់សងថាតើជាបង់សងជាប្រចាំខែការបង់សងជាប្រចាំត្រីមាសឬប្រចាំឆ្នាំអាហ្នឹងណាបាទហើយតើគាត់យកទៅធ្វើស្អីខ្លះក្នុងហ្នឹងអាហ្នឹងហើយគឺជាទិន្នន័យបែបវិជ្ជមានហើយយើងក៏អាចដឹងថាតើអតិជនហ្នឹងគឺគាត់កំពុងតែរស់ស៊ីឬក៏អតិជនហ្នឹងគឺគាត់កំពុងតែធ្វើការអាហ្នឹងជាទិន្នន័យបែបវិជ្ជមានដែលយើងមានអាហ្នឹងណាចុះយកទៅប្រើធ្វើអីខ្លះហ្នឹងមានបន្ទុកអីបងមកថាអ្នកឯងយកទៅដាក់ចូលក្នុងផលិតកម្មខ្ញុំឲ្យបន្ទុកច្រើនយ៉ាងជាទូទៅយើងអត់ទាន់បានវេបឲ្យបន្ទុកធ្ងន់ទៅលើអញ្ចឹងឯងបងអាហ្នឹងណាបាទយើងគ្រាន់តែដឹងថាតើគាត់យកទៅប្រើប្រាស់នៅក្នុងអីផលិតកម្មអីនៅក្នុងវិស័យអីគេអាហ្នឹងណាបាទហើយអាចមានមួយទៀតទេអាចថាបងកត់ត្រាជាព័ត៌មានវិជ្ជមានទេមកថាឥឡូវគ្នាយើងខ្ចីលុយប៉ុន្តែសងមុនរហូតអញ្ចឹងណាមកថាឥឡូវថ្ងៃ10ត្រូវបង់អត់ទេគាត់តម្លាក់ទៅមុននោះតាំងពីថ្ងៃ9នោះ
អានឹងអាចកត់ត្រាថាជាព័ត៌មានល្អទេហ្មងវិជ្ជមានទេចំណុចហ្នឹងប្រហែលជាចំណុចមួយដែលល្អដែរបងដោយសារតែរាល់ថ្ងៃទិន្នន័យដែលវិស័យធនាគារនិងហិរញ្ញវត្ថុគាត់ផ្ដល់ឲ្យយើងគឺក្នុងករណីអតិជនបែបហ្នឹងយើងដឹងថាជាអតិជនដែលគាត់បង់ទាន់ពេលវេលាតែគាត់បង់មុនប្រហែលថ្ងៃយើងអត់ដឹងទេបាទអាហ្នឹងប្រហែលជាចំណុចដែលខាង CBC នឹងធ្វើការជាមួយនឹងសមាជិកធនាគារនិងវិស័យហិរញ្ញវត្ថុដើម្បីមើលថាតើបើសិនគាត់បង់មុនប្រហែលថ្ងៃបើគាត់បង់យឺតប្រហែលថ្ងៃអាហ្នឹងណាគឺអញ្ចឹងជាទិសដៅបន្ទាប់ដែលយើងនឹងធ្វើការគឺហ្នឹងបាទហើយបកមកព័ត៌មានអវិជ្ជមានវិញបាទនេះគឺជារឿងរសើបហើយខ្ញុំជឿថាបងប្អូនដែលស្ដាប់ហើយសូមទាំងអស់គ្នានាំគ្នាជៀសបាទគឺអ្វីទៅដែលបងកត់ត្រាចូលជាព័ត៌មានអវិជ្ជមានដែលរហូតដល់អ្នកខ្លះអវិជ្ជមានពេកទៅគឺខូចឈ្មោះនៅ CBC តតែម្ដងអញ្ចឹងហើយនៅពេលដែលយើង check ឬក៏ពិនិត្យមើលរបាយការណ៍អនុទានប៉ុនយើងតែងតែឃើញតាក់ទងរឿងគេហៅថាប្រវត្តិនៅក្នុងការបង់សងរយៈពេល24គ្រាចុងក្រោយបើសិនជាអនុទានហ្នឹងគឺយើងបង់ជាប្រចាំខែយើងនឹងឃើញថាការបង់ប៉ុនគាត់រយៈពេល2ឆ្នាំចុងក្រោយហ្នឹងមិនដែរយើងកត់ត្រាមួយខែអញ្ចឹងទិន្នន័យអវិជ្ជមានបានថាបើសិនជាខែហ្នឹងគាត់បង់យឺតរហូតដល់90ថ្ងៃនេះខែក្រោយគាត់បន្តយឺតឡើង90ថ្ងៃឡើងអាចថា120ថ្ងៃហើយអាហ្នឹងហើយគឺជាទិន្នន័យអវិជ្ជមានបាទថាពីមួយខែគឺគាត់បង់យឺតរហូតអាហ្នឹងណាបាទប៉ុន្តែបើយឺតក្រោម90ថ្ងៃអត់ចូលទេក្រោមយឺត90ថ្ងៃយើងចាត់ទុកថាហ្នឹងគឺជាទិន្នន័យវិជ្ជមានបាទជាទូទៅយើងមិនដែលបងសងទាន់អ្នកខ្លះបងសងយឺតមួយថ្ងៃអ្នកខ្លះខែនឹងរវល់អញ្ចឹងអាចយឺត30ថ្ងៃឧទាហរណ៍អញ្ចឹងពីវិស័យធនាគារយឺតត្រឹមតែ30ថ្ងៃរហូតដល់90ថ្ងៃគឺគាត់មិនចាត់ទុកអាហ្នឹងគឺជាទិន្នន័យអវិជ្ជមាន13ឆ្នាំដែល CBC បានចាប់ផ្ដើមឡើងហើយកត់ត្រាឡើងនេះបងសង្កេតមើលឃើញថាធនាគារនៅពេលដែលគាត់ថាអូយម្នាក់នឹងខូច CBC ហើយអញ្ចឹងណាធនាគារមួយគាត់អាចមានលក្ខខណ្ឌផ្សេងគ្នាបងហ្នឹងណាហើយទោះបីជាពាក្យត្រឹមត្រូវយើងអត់អាចនិយាយថាខូច CBC ទេប៉ុន្តែបើសិនជាគេនិយាយថាប្រហែលជាគាត់មានបញ្ហានៅក្នុងការបង់សងជាទូទៅវាអាស្រ័យធនាគារមួយគាត់នឹងមើលថាតើមិនដែរក្នុងរយៈពេល24ខែចុងក្រោយថាតើគាត់មានប្រមាណខែដែលបង់យឺតខ្ញុំជឿថាបើសិនជាគាត់បង់យឺតមួយខែ2ខែវាមិនទាន់ជាបញ្ហាចោលទេតែបើសិនជាក្នុងរយៈពេល24ខែចុងក្រោយគាត់បង់យឺតហើយខ្ទង់5 6ខែហើយការយឺតហ្នឹងនឹងយើងមើលទៀតថាតើយឺតដិតគ្នាជាប់គ្នាអត់បើសិនជាពេលខ្លះយើងបង់យឺតខែក្រោយយើងបង់ទាន់ពេលវេលាទៅហើយរយៈពេល4-5ខែទៀតយើងភ្លេចយើងទៅយឺតវិញអាហ្នឹងគឺយើងអាចបញ្យល់ដល់ធនាគារបានប៉ុន្តែអ្នកខ្លះគាត់បង្ហាញអំពីគំរូនៅក្នុងការបង់យឺតពីមួយខែទៅមួយខែរហូតអានេះគឺជាអ្វីដែលយើងនឹងចង់បញ្ជាក់ថាគាត់ខូចហើយគាត់អត់ខូចកន្លងមកបាទខ្ញុំផ្ទាល់ហ្មងខ្ញុំមើលឃើញមានបងប្អូនមួយចំនួនតទៅពេលគាត់ខូចCBC ទៅគាត់ទៅធនាគារណាក៏គេបដិសេធធនាគារណាក៏បដិសេធហើយចុងក្រោយទៅគឺគាត់ទៅយកកម្ចីក្រៅប្រព័ន្ធអានឹងបងមើលឃើញបញ្ហាហ្នឹងយ៉ាងម៉េចទៅបងនេះគឺជាចំណុចដែលគេហៅថាសំខាន់មែនទែនហើយក្តៅមែនទែនដែលយើងគួរតែគិតពិចារណាបងនៅក្នុងវិស័យហិរញ្ញវត្ថុយើងមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុចំនួន199ស្ថាប័នឥឡូវនេះបាទគ្រឹះស្ថានមួយមានលក្ខខណ្ឌគោលការណ៍ផ្សេងគ្នាបងតើនៅពេលដែលគាត់និយាយថាគាត់ទៅធនាគារនិងហិរញ្ញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគេអត់ឲ្យតើគាត់ទៅចំនួនប្រមាណបងខ្ញុំជឿថាពេលខ្លះដោយសារតែកម្រិតហានិភ័យនៃគ្រឹះស្ថានមួយវាមានលក្ខណៈផ្សេងគ្នាអញ្ចឹងមិនមែនមកថាយើងទៅមួយគេអត់ឲ្យទៅអ្នកទី2គេអត់ឲ្យទេតើយើងទៅអ្នកទី1គេអត់ឲ្យហ្នឹងប្រហែលជាគាត់មិនមែនជាដៃគូប៉ុនយើងដោយសារតែគាត់មានលក្ខខណ្ឌផ្សេងយើងអាចទៅរកអ្នកផ្សេងដែលគាត់អាចផ្ដល់ឲ្យយើងស្របតាមលក្ខខណ្ឌប៉ុនយើងវិស័យធនាគារដោយសារតែគាត់មានគេហៅថាស្តង់ដារប៉ុនគាត់ពិនិត្យមើលថាតើយើងខ្ចីគេចំនួនប្រមាណហើយយើងនៅមានលទ្ធភាពបង់សងអត់បើសិនជាយើងអត់មានលទ្ធភាពបង់សងទេគាត់នឹងមិនឲ្យយើងទេអាហ្នឹងជាចំណុចសំខាន់បងព្រោះហេតុអីបើសិនជាគាត់ពិនិត្យថាយើងអត់មានលទ្ធភាពបង់សងហើយគាត់ឲ្យបានថាគាត់នឹងសម្លាប់យើងវិញបងអញ្ចឹងយើងគិតផ្ទុយទៅវិញបើសិនជាធនាគារគេពិនិត្យមើលលទ្ធភាពយើងហើយគេប្រាប់ថាយើងអត់មានលទ្ធភាពទេហើយយើងព្យាយាមទៅក្រៅប្រព័ន្ធដល់អ្នកខ្លះគេប្រាប់ថាបងកម្ចីខ្ញុំស្រួលហើយបងអត់មានពិនិត្យមើលបងទាំងអស់ខ្ញុំមិនបាច់ចាំបាច់វិភាគអាជីវកម្មផងបងទេហើយមិនបាច់ចាំបាច់ check CBC ផងបងទេឬក៏បងខូច CBC ដែលគេនិយាយខ្ញុំក៏ឲ្យដែរ
បងស្ដាប់ឮវាងាយស្រួលមែនទេប៉ុន្តែគិតមើលថាតើបើសិនជាវាស្រួលអញ្ចឹងតើគាត់បានគិតអំពីសុខទុក្ខយើងឯងបើសិនជាយើងមានបញ្ហាបងសងថ្ងៃក្រោយបាទសាធារណជនគាត់គួរទៅពិនិត្យមើលចំណុចហ្នឹងរវាងការលំបាកនៅក្នុងការទទួលបានអន្តរជាតិប៉ុន្តែគេជួយយើងដើម្បីទប់កុំឲ្យយើងមានបំណុលវ័នកឬក៏អ្នកមួយចំនួនទៀតគាត់មានភាពងាយស្រួលមែនតើចង់បានប្រមាណឲ្យប៉ុណ្ណឹងប៉ុន្តែចុងក្រោយយើងមានបញ្ហាគាត់នឹងរឹបអូសយើងមានបញ្ហាគាត់នឹងជន់កយើងថាតើយើងរើសយកមួយណាបាទបញ្ហាដែលធំជាងគេបំផុតរបស់បងប្អូនដែលទៅយកកម្ចីក្រៅប្រព័ន្ធហ្នឹងអីគេបងតាមការសង្កេតរបស់បងធំជាងគេខ្ញុំជឿថាបញ្ហាធំសំខាន់ដែលគាត់ទៅយកកម្ចីក្រៅប្រព័ន្ធហ្នឹងប្រហែលជាគាត់អាចមានបំណុលមួយចំនួននៅក្នុងប្រព័ន្ធហើយបាទដែលបំណុលនោះពេលខ្លះគាត់អត់បាននិយាយចរចាជាមួយនឹងធនាគារនៅក្នុងការបង់សងឲ្យបានទាន់ពេលវេលាបាទហើយគាត់ចេះតែពជាពេលនៅក្នុងការនិយាយជាមួយនឹងធនាគារដោយសារតែធនាគារគាត់អាចមានលក្ខខណ្ឌបទូបថយជាពិសេសបើសិនជាយើងមើលពីឆ្នាំទៅមិញធនាគារជាតិនៅកម្ពុជាគឺគាត់ផ្ដល់អនុញ្ញាតឲ្យធនាគារធ្វើការគេហៅថារៀបចំអនុទានឡើងវិញបើសិនជាអ្នកឯងមានបញ្ហាទៅនិយាយចរចាជាមួយនឹងធនាគារគេនឹងរៀបចំនឹងឲ្យឡើងវិញប៉ុន្តែផ្ទុយទៅវិញអ្នកខ្លះគាត់អត់ទៅនិយាយទេហើយគាត់អត់បន្តនៅក្នុងការបង់សងវាធ្វើឲ្យគាត់ខូចប្រវត្តិហើយឬក៏គាត់អត់មានលទ្ធភាពអញ្ចឹងទៅបើសិនជាគាត់អត់មានចំណូលបន្ថែមហ្នឹងហើយគាត់នៅជាពាក់ធនាគារច្រើនតើគាត់អាចទៅយកលុយយកមកធ្វើអីបន្ថែមទៀតបានហ្នឹងគឺជាគាត់ទៅយកកម្ចីក្រៅប្រព័ន្ធទៅវាបងថា one call អាហ្នឹងបាទ one call ដោយសារគាត់អត់មានលទ្ធភាពសងហើយណាមួយទៀតកម្ចីក្រៅប្រព័ន្ធគឺជាកម្ចីដែលអត់មានក្របខ័ណ្ឌគតិយុត្តច្បាស់ហើយបងនឹងគិតនឹងឃើញថាភាគច្រើនដែលយើងសង្កេតឃើញគាត់នឹងយកអត្រាការប្រាក់ខ្ពស់មែនតើទី1បងខ្ចីឧទាហរណ៍ថា$2,000គាត់គ្រាន់តែយកថ្លៃសេវាផ្សេងអស់4-500ហើយនឹងជួនកាលឲ្យយើងបាន$1,500ហើយរយៈពេលប្រហែលខែត្រូវបង់សងវិញអាហ្នឹងណាហើយបើសិនជាមានបញ្ហាយើងអត់អាចមានខាងណាដើម្បីជួយយើងឲ្យបានគ្រប់ជ្រុងជ្រោយឧទាហរណ៍ហ្នឹងណាក្នុងវិស័យយើងមានធនាគារជាតិនៃកម្ពុជាដែលមានបញ្ហាលោកនឹងចេញមកជួយតើអ្នកណាអ្នកធ្វើខុសតើគ្រឹះស្ថានហ្នឹងអ្នកឯងចេះតែទាដោយអត់មានក្របខ័ណ្ឌគតិយុត្តច្បាស់លាស់ឬក៏របៀបមិនដែរប៉ុន្តែចំពោះក្រៅផ្លូវការតើយើងរត់រកអ្នកគេបាទអញ្ចឹងការខាតបង់ធំបំផុតរបស់អ្នកខ្ចីក្រៅប្រព័ន្ធហ្នឹងគឺនៅពេលដែលមានបញ្ហាអត់មានអ្នកជួយទេបាទនេះគឺជារឿងធំណាស់បាទទាំងអស់គ្នាកំពុងមើលវីដេអូនេះត្រូវសម្រេចចិត្តបាទមុននឹងសម្រេចចិត្តយកអាលុយងាយក្រៅប្រព័ន្ធហ្នឹងមើលការហានិភ័យសម្រាប់ខ្លួនឯងផងបាទហើយបងគិតថាកម្ចីដែលយើងកំពុងតែបងប្អូនកំពុងយកក្នុងប្រព័ន្ធណាគឺយកពីធនាគារដែលស្របច្បាប់អីផ្សេងហ្នឹងតើវាចំណេញមិនដល់ពួកគាត់មកក្នុងរយៈពេលខ្លីក៏ដូចក្នុងរយៈពេលវែងល្អមែនតើបងជាទូទៅយើងនិយាយថាការប្រើប្រាស់អនុទានគឺវាជួយយើងច្រើនបងបាទយើងពេលខ្លះក្នុងការរៀបចំមុខរបរផងយើងឬក៏ពេលខ្លះយើងឃើញមុខរបរយើងកំពុងតែដំណើរការល្អហើយយើងត្រូវការពង្រីកអាជីវកម្មយើងបន្ថែមទៀតធម្មតាហើយបងអ្នកចំពោះអាជីវករមួយចំនួនដែលមានថវិកាគ្រប់គ្រាន់គាត់អាចយកថវិកាគាត់ដើម្បីយកទៅបរិបបន្ថែមតែពេលខ្លះយើងអត់អាចមានគ្រប់គ្រាន់ទេបងអញ្ចឹងហើយកម្ចីហ្នឹងគឺវាអាចជួយយើងបាទវាអាចជួយយើងនៅក្នុងការពង្រីកអាជីវកម្មឲ្យទាន់ពេលវេលាទៅតាមកលៈទេសៈផងយើងអាហ្នឹងណាដរាបណាយើងប្រើប្រាស់ប្រាក់កម្ចីហ្នឹងឲ្យសមឲ្យត្រូវគោលដៅបងយើងនិយាយខ្លីមួយទៀតបានថាបើសិនជាយើងប្រើប្រាស់ប្រាក់កម្ចីហ្នឹងទៅសកម្មភាពដែលអាចស្វែងរកប្រាក់ចំណេញជាជាងប្រើប្រាស់ប្រាក់កម្ចីហ្នឹងទៅសកម្មភាពមួយណាដែលអត់អាចស្វែងរកប្រាក់ចំណេញឲ្យយើងអាណានិយាយរួមបើសិនបើបងប្អូនយកកម្ចីក្នុងប្រព័ន្ធយកកាន់តែច្រើន credit ឡើងកាន់តែខ្លាំងហើយវាចំណេញធំមែនទែនគឺទៅអនាគតបាទក្រុមហ៊ុនវាចេះធំទៅមែនទេបងបាទអញ្ចឹងគាត់កាន់តែធំទៅអនាគតគឺអ្នកខ្ចីលុយក៏កាន់តែធំដែរប៉ុន្តែខ្ចីក្នុងប្រព័ន្ធវាចំណេញគឺត្រង់ថាគឺខ្ចីកាន់តែច្រើនសងឲ្យត្រឹមត្រូវ credit យើងឡើងដែរបាទអាហ្នឹងជាទូទៅអញ្ចឹងហើយបងដោយសារតែកម្ចីមិនមែនជាអំណោយទេកម្ចីវាហៅថាគឺជាការដែលយើងកិច្ចសន្យាមួយគ្នាយើងត្រូវបង់សងឲ្យគេនៅពេលដែលគេពិនិត្យលទ្ធភាពហើយគេឲ្យយើងកម្ចីផងយើងត្រូវបង់សងគេឲ្យទាន់ពេលវេលាគឺជាវិធីសាស្ត្រមួយដែលកសាង credit ផងយើងហើយធ្លាប់ការលើកមុនអត់ទាន់មាន CBC ការនៅក្មេងៗធ្លាប់ឮតែគេនិយាយថា
បងធ្វើឲ្យស្រួលបួរយ៉ាត់ខូច credit ណាតែយើងអត់ដឹងទៅពេលហ្នឹងអីតែឥឡូវប្រហែលជាពាក្យហ្នឹងវាត្រឹមត្រូវហើយបានថាធ្វើឲ្យស្រួលបួរទោះបីជាយើងខ្ចីលុយគេបានថាយើងខ្ចីយកទៅប្រើពាក្យឲ្យសមរម្យបងសងគេអត់ទាន់ពេលវេលាបើសិនជាយើងអត់ធ្វើស្រួលយើងធ្វើឲ្យខូច credit ទៅយើងហា credit ហ្នឹងសំខាន់បងបាទ credit ហ្នឹងវានឹងធ្វើឲ្យយើងខ្ចីលុយលើក្រោយបានការប្រាក់ទៀតបាទការនឹងចំណេញច្រើនបាទត្រូវហើយបងអាហ្នឹងព្រោះធនាគារខុសៗគ្នាបានការប្រាក់ទៀតពេលខ្លះលក្ខខណ្ឌមួយចំនួនយើងអាចនិយាយចរចាគេបានបងវាខុសគ្នាដូចមនុស្សយើងអញ្ចឹងបងមនុស្សយើងបើសិនជាយើងមានឥទ្ធិពលយើងទៅនិយាយចរចាអាជីវកម្មប៉ុនគេបើធនាគារមួយហ្នឹងឲ្យយើងទៅធនាគារមួយទៀតបងប៉ុន្តែបើសិនជាយើងមានប្រវត្តិអត់ល្អយើងទៅដល់សុំវល់គេឲ្យគេឲ្យយើងអាហ្នឹងវាពិបាកបងបាទហើយបើគេឲ្យក៏ការប្រាក់ខ្ពស់ដែរណែបងបាទហើយចឹងទេបងប្អូនគ្នាមើលខុសគ្នាមេញដីណាបងកម្ចីក្រៅប្រព័ន្ធកម្ចីនៅក្នុងប្រព័ន្ធនេះក៏ខុសគ្នាឆ្ងាយបាទហើយបើទាំងអស់គ្នាមានជំនឿចិត្តលើខ្លួនឯងថាយើងជាមនុស្សល្អថាយើងគឺជាអ្នករស់ស៊ីដែលខំប្រឹងបាទហើយយើងចង់បានអនាគតបាទធ្វើបែបណាកុំខ្ចីគេវាន់កគឺតើទាំងអស់គ្នាកុំទៅក្រៅប្រព័ន្ធបាទខ្ញុំគ្រប់គ្រងតាក់ទងរឿងចំណុចមួយហ្នឹងដែលយើងអាចសង្ខេបមកវិញថាគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុពួកគាត់មានក្របខ័ណ្ឌគតិយុត្តគាត់ច្បាស់លាស់មុខរបរផងគាត់គឺដើម្បីសម្រួលឲ្យអតិថិជនហ្នឹងអាចប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវដោយសារតែធនាគារគឺគាត់យកលុយពីអតិថិជនដែលគាត់ដាក់អន្សំហើយគាត់ត្រូវការយកលុយហ្នឹងទៅប្រវល់ឲ្យអតិថិជនដែលគាត់ត្រូវការប្រាក់វិញហ្នឹងណាបាទហើយយើងអាចយកប្រាក់ហ្នឹងដើម្បីទៅពង្រីកអាជីវកម្មផងយើងដរាបណាដែលយើងឈានទៅក្រៅប្រព័ន្ធហើយខ្ញុំគិតថាគ្រាន់តែវាយូរនឹងឆាប់ទេបើសិនជាយើងអាចគ្រប់គ្រងបានតនសភាពការវាមិនអីទេក្រៅប្រព័ន្ធប៉ុន្តែពេលខ្លះយើងអត់ដឹងថាតើយើងអាចជួបប្រទះបញ្ហានៅពេលណាអាហ្នឹងអញ្ចឹងហើយក្នុងប្រព័ន្ធគឺជារឿងសំខាន់បំផុតដែលយើងគួរតែប្រើប្រាស់ដែលយើងគួរតែកសាងសប្តាហ៍ថ្ងៃ CBC យើងមាន page ដើម្បីផ្សព្វផ្សាយពីcredit ហ្នឹងឯងបងយើងមានបងដោយសារតែរាល់ថ្ងៃ CBC យើងមិនមែនបម្រើតែវិស័យធនាគារនិងហិរញ្ញវត្ថុទេយើងបម្រើដល់សាធារណជនយើងទៀតបាទថាសាធារណជនគឺគាត់អាចចូលទៅ page យើងបានគាត់អាច download តាក់ទង CBC mobile app ដើម្បីអាចគាត់មានលទ្ធភាព check មើលប្រវត្តិផងគាត់ខ្លួនឯងខ្ញុំធ្លាប់បងយឺតអត់បន្ទុកផងខ្ញុំយ៉ាងម៉េចដែរអូលយបាទអញ្ចឹងតោះគ្នាមើលវីដេអូនេះហើយ download អ្នកមួយទៅបាទហើយមុននឹងទៅខ្ចីលុយធនាគារមើល credit ខ្លួនឯងសិនឥឡូវហ្នឹងចាបងគ្នាយើង download ហើយក៏ប្រហែលជាឃើញ credit ខ្លួនឯងហើយបងអាចជូនជាដំបូងមានខ្លះបានទេធ្វើម៉េចឲ្យ credit គាត់វាឡើងល្អមែនតើបងវាអាចមាន 2-3 បងចំពោះអ្នកដែលអត់ធ្លាប់ប្រើប្រាស់ឥណទានយើងគួរតែព្យាយាមកសាងប្រវត្តិនៅក្នុងហ្នឹងហើយពេលខ្លះការកសាងប្រវត្តិបើសិនយើងនិយាយថាក្មេងៗចាប់ដើមពី credit card យើងអាចមើលចាប់ដើមប្រើប្រាស់ credit card ទៅហើយនៅពេលយើងប្រើប្រាស់ហើយយើងកសាងទម្លាប់ដោយយើងបង់ពីមួយខែទៅមួយខែបានទាន់ពេលវេលានឹងគឺជាការកសាងទម្លាប់ទី2អ្នកដែលគាត់អាជីវកម្មធំត្រូវគាត់ត្រូវការប្រើប្រាស់ឥណទានដើម្បីពង្រីកអាជីវកម្មផងគាត់ត្រូវឲ្យច្បាស់ថាគាត់ប្រើប្រាស់ឥណទានការបង់សងផងគាត់ពីមួយខែទៅមួយខែឲ្យបានទាន់ពេលវេលាអញ្ចឹងពេលខ្លះខ្ញុំឃើញថាអាជីវកម្មមួយចំនួនពេលខ្លះគាត់អាចដាក់លុយមួយខែមុននៅក្នុងហ្នឹងអញ្ចឹងជាទូទៅឥឡូវគេការបង់សងគឺតាមរយៈពេលប្រព័ន្ធធនាគារទាំងអស់យើងត្រូវមានតាក់ទងគណនីមួយនៅក្នុងធនាគារគាត់ដាក់លុយចោលនៅក្នុងទៅពីមួយខែគឺវាកាត់អូតូម៉ាទិកហើយបងអាហ្នឹងគឺជាទម្លាប់បន្តិចទេប៉ុន្តែវាធ្វើឲ្យប្រវត្តិគាត់នៅក្នុងប្រព័ន្ធហ្នឹងល្អបងបាទទម្លាប់ឥណទានចេញពីយើងនៅក្នុងការទៅបង្កើតទម្លាប់អាហ្នឹងហើយវាមិនចាំបាច់ថាយើងត្រូវទៅទិញផ្ទះខ្ចីលុយគេទិញផ្ទះឬក៏ត្រូវការខ្ចីលុយគេទិញម៉ូតូទិញឡានទេ credit card ក៏ជារឿងដែលសំខាន់ដែលយើងអាចកសាងពួក credit card ជាលុយដែលគេឲ្យយើងមុន credit card តាមរយៈកាតជាមួយធនាគារបាទអាហ្នឹងគឺជាគេឲ្យលុយយើងមុនយើងចង់ចាយពេលណាក៏បានយើងមិនចង់ចាយក៏បានដែរប៉ុន្តែវាមានប្រវត្តិនៅក្នុងប្រព័ន្ធហ្នឹងស្រាប់ហើយអញ្ចឹងសុទ្ធតែទាំងអស់គ្នាដែលមានកុងធនាគារសុទ្ធតែយក credit card ទៅយើងអាចហើយជាប់នៅក្នុង system របស់ CBC ដែរបាទនៅពេលដែលជាប់ហ្នឹងបានប្រើកាតហ្នឹងកុំយកប្រើកាតទៅភ្លេចសងលុយបាទនៅពេលដែលជាប់ហ្នឹងមិនមែនថាល្អមែនថាជាប់ហ្នឹងទី1គាត់មានប្រវត្តិហើយអញ្ចឹងនៅពេលដែលមានប្រវត្តិហើយយើងចាប់ផ្ដើមកសាងប្រវត្តិឲ្យបងនិយាយឆូតកាត1ខែក្រោយយើងសងលុយគេទៅឆូតកាតទី2ខែក្រោយទៀតយើងសងទៅហ្នឹងណាអាហ្នឹងគឺជាវិធីសាស្ត្រដូចម៉ាក់ខ្ញុំអីហែងខ្ចីលុយគេខ្មាស់គេ
សហគ្រិនឥឡូវវ័យក្មេងគាត់យល់ដឹងច្បាស់តាក់ទងគឺប្រើប្រាស់ឥណទានហ្នឹងហើយបាទបើសិនជាយើងព្យាយាមប្រើប្រាស់ទៅធនធានប៉ុនយើងទេបានថាយើងរៀងហត់នឿយបងពេលខ្លះគេហៅថា exhausted ខ្លាំងណាស់ហ្នឹងណាបាទហើយខ្ចីលុយគេអត់ខ្មាស់គេអ្វីដែលខ្មាស់ខ្ចីលុយគេអត់សោះតែបើសិនជាយើងខ្ចីលុយគេហើយយើងយកទៅពង្រីកអាជីវកម្មអត់ខ្មាស់ទេបងហើយបងគិតមើលយើងនិយាយថាសុខខ្មែរយើងមាន 4-5 លានអ្នកឯងដែលជាអ្នកប្រើប្រាស់ឥណទានទោះបីជាការប្រើប្រាស់ឥណទានទ្រង់ទ្រាយធំឬក៏ទូចយើងប្រើប្រាស់ហើយណាអញ្ចឹងវាទៅជារឿងសាមញ្ញហើយដែលយើងប្រើប្រាស់ឥណទានអ្វីដែលខ្មាស់បាទថាបើសិនជាយើងប្រើប្រាស់ទៅគេ check មើលថាវ៉ាម្នាក់នឹងប្រើប្រាស់អត់ល្អសោះហ្មងអានឹងខ្មាស់គេយើងខ្ចីលុយកាន់តែច្រើនប៉ុន្តែយើងប្រើប្រាស់លុយហ្នឹងឲ្យចំគោលដៅអានឹងគឺជារឿងសំខាន់ណាស់ហ្នឹងណាហើយយើងខ្ចីលុយកាន់តែច្រើនប៉ុន្តែវាសមស្របទៅតាមលទ្ធភាពរបស់យើងនៅក្នុងការបង់សងប៉ុណ្ណាហ្នឹងណាយើងតែងតែនិយាយថាយើងមិនជំរុញលើកទឹកចិត្តដល់សាធារណជននៅក្នុងការទៅខ្ចីលុយដើម្បីទៅប្រកបមុខរបរណាដែលអត់អាចផ្ដល់ប្រាក់ចំណូលមកយើងបានទេឧទាហរណ៍ដែលយើងនិយាយថាតម្រូវការមួយចំនួនមានបងឧទាហរណ៍ពេលខ្លះទិញតាក់ទងឡានទិញអីអាចមានបងប៉ុន្តែយើងតោងថាយើងត្រូវពិចារណាមុនតើយើងពិតជាត្រូវការហ្នឹងមែនអត់មុននឹងសម្រេចចិត្តទៅខ្ចី$10000ដើម្បីទៅទិញឡានថ្មីតើយើងអាចជិះម៉ូតូបដោះអាសន្នបានអត់អាហ្នឹងណាអាហ្នឹងបែរជារឿងសំខាន់ព្រោះមួយហ្នឹងវាអត់បង្កើនប្រាក់ចំណូលយើងទេអាហ្នឹងប៉ុន្តែផ្ទុយទៅវិញខ្ញុំជឿថានៅពេលដែលកម្រិតជីវភាពយើងកើនឡើងយើងអាចមានប្រាក់ចំណូលគ្រប់គ្រាន់ហើយឧទាហរណ៍អញ្ចឹងទៅខ្ចីលុយ$10000ហើយការបង់សងឧទាហរណ៍ត្រឹមមួយខែ$100នៅពេលប្រាក់ខែយើងបាន2-3000ហើយអាហ្នឹងអត់អីទេដោយសារតែយើងមានលទ្ធភាពអាហ្នឹងណាបាទអញ្ចឹងពេលខ្លះយើងហឺហាខ្លះទៅបាទប៉ុន្តែឲ្យមានលទ្ធភាពហឺហាយ៉ាងហ្នឹងក៏ទៅនិយាយរួមនេះគឺជាគំនិតបាទខ្ញុំគិតថាវីដេអូទាំងអស់គ្នាកំពុងមើលនេះគឺវាមានគំនិតថ្មីដែលយើងអ្នកខ្ចីលុយពីមុនប្រហែលជាអត់ដឹងទេអត់ចាប់ផ្លឹកទេបងបាទហើយដល់ពេលបានមកជួបបងផ្ទាល់ទៅគិតទៅរឿងនេះជារឿងសំខាន់ខ្លាំងបាទនៅក្នុងការប្រើប្រាស់ឥណទានឲ្យវាចំគោលដៅនេះបាទជាចុងក្រោយបងមានអីផ្ដាំទៅដល់អ្នកដែលបានខូចឈ្មោះក្នុង CDC បាទខ្ញុំជឿថាសំខាន់មែនតើបងនៅក្នុងការប្រើប្រាស់ឥណទានហ្នឹងហ្នឹងហើយចំពោះអ្នកដែលគាត់បានប្រើប្រាស់ឥណទានហើយគាត់ខកខាននៅក្នុងការបង់សងវាទៅធ្វើឲ្យគាត់អាចមានបញ្ហាហ្នឹងណាដូចមិនបាច់ចាំបាច់ទៅធ្វើអីទេបាទថាចាប់តាំងពីថ្ងៃហ្នឹងទៅព្យាយាមបង់សងឥណទានឲ្យបានទាន់ពេលវេលានៅពេលដែលគាត់ចាប់ដើមបង់សងឲ្យបានទាន់ពេលវេលាប្រវត្តិគាត់ពីមួយខែទៅមួយខែកាន់តែល្អទៅអាហ្នឹងខ្ញុំជឿថាអត់មានណាគេធ្លាប់អត់ខុសទេប៉ុន្តែបើសិនជាសំខាន់យើងដឹងថាយើងខុសហើយយើងកែបើសិនជាយើងដឹងថាយើងធ្លាប់បង់យឺតអត់ល្អយើងកែនឹងផនយើងនឹងអាចល្អជាងមុនកុំបាក់ទឹកចិត្តបាទកុំបាក់ទឹកចិត្តហើយបន្តទទួលខុសត្រូវបាទនេះគឺជាផ្លូវត្រឹមត្រូវបំផុតបាទគិតថាកុំរត់គេចនិយាយជាមួយវិស័យធនាគារហ្នឹងជារឿងសំខាន់បាទប្រាប់តាមត្រង់ទៅបាទក្រោយពីប្រាប់តាមត្រង់ហើយខំប្រឹងរកចំណូលផងបាទនេះគឺជាផ្លូវដែលធ្វើឲ្យទាំងអស់គ្នាអាចចូលក្នុងប្រព័ន្ធហើយបានបន្ទុកល្អបាទឡើងវិញបាទអរគុណបងច្រើនអរគុណច្រើនមែនទែនបងបាទ